សូមគោរពលំអរកាយជំរាបសួរបងប្អូនទាំងគ្នាដែលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំបាទនៅក្នុងពេលវេលាគ្រាកាសថ្ងៃនេះថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូខ្លីមួយដើម្បីចែកជូនបងប្អូនតាមដានទស្សនាហើយក៏មានបងប្អូនមួយចំនួនដែលគាត់បានចោទជាសំណួរសួរមកលើខ្ញុំផ្ទាល់ហើយខ្ញុំនឹងធ្វើការបកស្រាយនៅសំណួររបស់បងប្អូនសំណួរទី1គាត់បានcomment នៅខាងក្រោមវីដេអូរបស់ខ្ញុំពីថ្ងៃមុនក៏សួរថាតើហេតុអ្វីបានជាសៀមនៅតែបន្តឈ្លានពានទឹកដីខ្មែរសំណួរមួយនេះខ្ញុំនឹងធ្វើការបកស្រាយតែមុននឹងធ្វើការបកស្រាយប្រសិនបើខ្ញុំធ្វើការបកស្រាយទៅមានការខុសនៅក្នុងត្រង់ចំណុចណាសូមបងប្អូនអ្នកស្ដាប់ជួយកែសម្រួលឲ្យខ្ញុំផងនៅក្នុងចំណុចនេះខ្ញុំស្វែងយល់អំពីបញ្ហាទំនាស់ព្រំដែននិងប្រវត្តិសាស្ត្ររវាងខ្មែរនិងសៀមដែលសៀមនេះគេហៅថៃដែលបងប្អូនសពថ្ងៃនេះក៏ហៅភាសាសៀមព្រោះភាគច្រើនថៃវាអត់ចង់ឲ្យយើងហៅវាសៀមទេពាក្យថាសៀមនេះគឺសណ្ដានចោលហើយក៏ជារឿងដ៏ស្មុគស្មាញមួយដែលមានឫសគល់តាំងពីច្រើនសតវត្សរ៍មុនបើតាមការវិភាគផ្នែកប្រវត្តិសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយមូលហេតុចម្បងដែលនាំឲ្យមានភាពតានតឹងឬការទ្រន់ទ្រានទឹកដីកន្លងមកគឺមានបញ្ហាជាច្រើនដូចជាទី1កត្តាប្រវត្តិសាស្ត្រនិងមនោគមវិជ្ជាអាណាចក្រនិយមយើងដឹងថាចាប់តាំងពីសម័យអង្គរដួលរលំអាណាចក្រសៀមបានរីកចម្រើននិងបានពង្រីកទឹកដីរបស់ខ្លួនដោយចំណាយលើទឹកដីខ្មែរផ្នត់គំនិតនៃការចង់មានឥទ្ធិពលឬគ្រប់គ្រងលើប្រទេសជិតខាងដែលទន់ខ្សោយជាងធ្លាប់ជាយុទ្ធសាស្ត្រពង្រឹងទឹកដីរបស់ពួកគេនេះគឺក្នុងការបកស្រាយប្រវត្តិសាស្ត្រអញ្ចឹងបងប្អូនចង់ស្វែងយល់បន្ថែមបងប្អូនអាចទៅតាមបណ្ដាគារទិញសៀវភៅទាក់ទងទៅនឹងប្រវត្តិសាស្ត្រយកមកអានឲ្យបានច្រើនបើបងប្អូនចង់ដឹងអំពីសង្គ្រាមផ្សេងនៅក្នុងសម័យកាលណាមួយចំណុចទី2មហិច្ឆតានេះគឺមហិច្ឆតាធំរបស់សៀមនៅក្នុងអំឡុងសតវត្សទី10ជាពិសេសក្នុងរបបសេនាប្រមុខថៃមានមនោគមវិជ្ជាប្រមូលគេថាប្រមូលផ្ដុំជនជាតិនិយាយភាសាគឺក្រុមថៃនិងព្យាយាមដណ្ដើមទឹកដីដែលពួកគេយល់ថាធ្លាប់ជារបស់ខ្លួនមកវិញរួមទាំងផ្នែកខ្លះនៃកម្ពុជាផងដែរយើងឃើញសពថ្ងៃសៀមនៅតែចិត្តរបស់សៀមនៅតែទ្រន់ទ្រានមកលើទឹកដីនៃប្រទេសកម្ពុជារបស់យើងនៅតែចង់បានសូមបងប្អូនគួរតែសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រឲ្យបានច្រើនខ្ញុំឃើញនៅក្នុងបណ្ដាញសង្គមមិនថា TikTok មិនថា Facebook មិនថា YouTube ភាគច្រើនវីដេអូទាក់ទងទៅនឹងប្រវត្តិសាស្ត្រឬក៏រឿងអប់រំអត់សូវមានទេណាប៉ុន្តែប្រទេសមួយចំនួនគឺគេបង្រៀនអំពីប្រវត្តិសាស្ត្រឲ្យសិស្សានុសិស្សនឹងបានយល់អំពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួនអ្នកខ្លះគាត់ទៅស្វែងយល់ពីប្រទេសគេច្រើន
ជាជាងស្វែងយល់អំពីប្រទេសរបស់ខ្លួនឯងទាក់ទងទៅនឹងប្រវត្តិសាស្ត្រកម្ពុជានេះខ្ញុំចង់ជម្រាបថារឿងច្រើនណាស់ដែលយើងមិនអាចគណនាបានសូម្បីតែសពថ្ងៃសៀមគឺវាចង់បានព្រោះជាទីទឹកដីមួយដ៏ល្អមែនទែនហើយក៏ជាទឹកដីដ៏ប្រសិទ្ធសម្បូរទៅដោយតំបន់ប្រាង្គប្រាសាទនានាជាពិសេសប្រវត្តិសាស្ត្រច្បាស់លាស់បញ្ហាមួយទៀតគឺផែនទីដងរែកនៅដើមសតវត្សទី20បារាំងនិងសៀមបានធ្វើខណ្ឌសីមាព្រំដែនទោះបីជាមានការព្រមព្រៀងលើកិច្ចសន្យានិងការគូសផែនទីដូចជាផែនទីតំបន់ព្រះវិហារក៏ដោយក៏ភាគីថៃតែងតែលើកឡើងថាផែនទីដែលបារាំងគូសនោះមិនស្របតាមខ្សែកំពូលភ្នំនៃកិច្ចព្រមព្រៀងដើមឡើយភាពខុសគ្នានៃការបកស្រាយផែនទីនេះបានคล้ายជាលេសនយោបាយរបស់ថៃក្នុងការទាមទារតំបន់ត្រួតស៊ីគ្នាចំណុចនេះហើយដែលយើងសៀមនិងកម្ពុជាកំពុងតែមានជម្លោះដោយសារតែកម្ពុជារបស់យើងគោរពតាមច្បាប់អន្តរជាតិសៀមវាអត់គោរពច្បាប់អន្តរជាតិទេគឺវាធ្វើអ្វីទៅតាមចិត្តរបស់វាដែលវាចង់បានយើងឃើញផែនទីគូសខ្លួនឯងសូម្បីតែផែនទី original ឬក៏ផែនទីពិតប្រាកដសៀមអត់ទទួលស្គាល់ទេទើបអញ្ចឹងហើយបានផ្ទុះសង្គ្រាមកើតឡើងរវាងកម្ពុជានិងសៀមបញ្ហាមួយទៀតទាក់ទងទៅនឹងនយោបាយផ្ទៃក្នុងរបស់ថៃការប្រើប្រាស់បញ្ហាព្រំដែនដើម្បីចំណេញនយោបាយជារឿងភាពតានតឹងនៅព្រំដែនខ្មែរថៃដូចជាសមរភូមិព្រះវិហារឆ្នាំ2008និង2011មិនមែនកើតឡើងដោយសារតែបញ្ហាដីធ្លីសុទ្ធសាធនោះទេប៉ុន្តែវាជាឧបករណ៍នយោបាយផ្ទៃក្នុងរបស់ថៃក្រុមអ្នកនយោបាយឬក្រុមយោធាថៃតែងតែលើកយកបញ្ហាជាតិនិយមនិងការបាត់បង់ទឹកដីធ្វើជាឈ្នន់ដើម្បីវាយប្រហារគូប្រជែងនយោបាយផ្ទៃក្នុងរបស់ខ្លួនឬដើម្បីបង្វែរអារម្មណ៍សាធារណជនសៀមនៅតែដើរនយោបាយដដែលយើងឃើញកាលពីសង្គ្រាមដំបូងដែលខ្ញុំធ្លាប់ចាំបានឆ្នាំ2008និង2011ទាក់ទងទៅនឹងចំនួននៃប្រាសាទព្រះវិហារបងប្អូនចាំទេឲ្យតែប្រទេសវាមានបញ្ហារឿងផ្សេងវារំអុកមកលើយើងតែម្ដងបញ្ហានេះបញ្ហានោះឥតឈប់ឈរទេកត្តាមួយទៀតទាក់ទងទៅនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចនិងធនធានធម្មជាតិតំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រក្រៅពីព្រំដែនគោកព្រំដែនទឹកជាចំណុចក្តៅមួយដែរតំបន់សមុទ្រដែលរកាំរកុសគ្នានោះត្រូវគេដឹងថាមានផ្ទុកទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិយ៉ាងច្រើនមហាសាលផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងនេះធ្វើឲ្យភាគីថៃព្យាយាមរក្សាជំហររឹងតឹងក្នុងការចរចាដើម្បីទាញផលប្រយោជន៍ឲ្យបានច្រើនបំផុតនេះទាក់ទងទៅនឹងបញ្ហា
ព្រំដែនសមុទ្រខ្ញុំមិនសូវដឹងច្បាស់ដែរអំពីបញ្ហាហ្នឹងប៉ុន្តែក៏មានវីដេអូផ្សាយទាក់ទងទៅនឹងបញ្ហាតំបន់ត្រួតស៊ីគ្នាដែរទាក់ទងសមុទ្រមួយទៀតទោះបីជាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការទូតក៏ដោយប៉ុន្តែស្រមោលអតីតកាលនៃបញ្ហាព្រំដែននិងគំនិតជាតិនិយមជ្រុលរបស់ក្រុមមួយចំនួននៅក្នុងប្រទេសថៃនៅតែអាចคล้ายជាភ្លើងរលរៀលឡើងវិញប្រសិនបើមានការហៅថាមានការគោឲ្យវឹកវរអ្នកនយោបាយជំហររបស់កម្ពុជាគឺតែងតែការពារបូរណភាពទឹកដីដោយផ្អែកលើច្បាប់អន្តរជាតិនិងផែនទីដែលទទួលស្គាល់ជាសកលលោកមានសំណួរទី2មានបងប្រុសម្នាក់គាត់បានសួរមកខ្ញុំថាតើកម្ពុជាមានវិធានការបែបណាដើម្បីទប់ស្កាត់ការឈ្លានពានមួយនេះព្រោះសពថ្ងៃសៀមនៅតែបន្តសំណួរមួយនេះល្អមែនទែនហើយខ្ញុំនឹងធ្វើការបកស្រាយទាក់ទងទៅនឹងការទប់ស្កាត់រំលោភបំពានឬការឈ្លានពានព្រំដែនពីសំណាក់ប្រទេសជិតខាងកម្ពុជាបាននឹងកំពុងអនុវត្តបន្តយុទ្ធសាស្ត្រចម្រុះដែលមិនផ្ដោតលើការប្រើប្រាស់កម្លាំងយោធាប៉ុណ្ណោះទេប៉ុន្តែផ្អែកលើច្បាប់អន្តរជាតិនិងការអភិវឌ្ឍទាក់ទងទៅនឹងវិធានការចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញមានដូចជា1យុទ្ធសាស្ត្រផ្លូវច្បាប់និងការទូតអន្តរជាតិច្បាប់ការពារជាតិចំណុចទី1ការប្រើប្រាស់យន្តការតុលាការអន្តរជាតិ ICJ កម្ពុជាតែងតែប្រកាន់ខ្ជាប់នៅការដោះស្រាយដោយសន្តិវិធីជាក់ស្ដែងកាលពីឆ្នាំ1962និងការសុំបកស្រាយដីកាឡើងវិញក្នុងឆ្នាំ2013កម្ពុជាបានឈ្នះក្តីលើករណីប្រាសាទព្រះវិហារនិងតំបន់ជុំវិញនេះជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបំផុតលើឆាកអន្តរជាតិអញ្ចឹងបងប្អូនចាំទេឆ្នាំ1962យើងបានឈ្នះទៅលើពួកចៅសៀមដែលវាចង់បាននៅតំបន់ប្រាសាទព្រះវិហារចំណុចទី2ការចុះបញ្ជីបេតិកភណ្ឌពិភពលោកការបញ្ចូលប្រាសាទព្រះវិហារឆ្នាំ2008និងប្រាសាទកោះកេរ2023នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺជាការបង្ហាញទៅពិភពលោកថាទឹកដីនិងសម្បត្តិវប្បធម៌ទាំងនោះជារបស់កម្ពុជាស្របច្បាប់ដែលធ្វើឲ្យដៃគូបកមិនងាយនឹងរំលោភបំពានតាមចិត្តចង់ឡើយណាចំណុចបន្តតាក់ទងទៅនឹងយុទ្ធសាស្ត្រប្រែคลายតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍនេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរំលោភយកដីធ្លីការបង្កើតភូមិករនិងការបោះទីតាំងប្រជាជន
យើងឃើញថាមានវីដេអូមួយចំនួនដែលខ្ញុំបានឃើញផលនៅក្នុងបណ្ដាញសង្គម TikTok ដែលវីដេអូនោះនិយាយអំពីបងយោធាដែលគាត់មានកាតព្វកិច្ចបំពេញការងារជាមួយនឹងយោធារបស់ឡាវដែលសប្តាហ៍ថ្ងៃហ្នឹងយើងកំពុងតែពិនិត្យហៅថាពិនិត្យនៅព្រំប្រទល់ឬក៏ព្រំខណ្ឌសីមាឲ្យបានច្បាស់លាស់កំពុងតែធ្វើការជាមួយគ្នាយ៉ាងល្អមែនទែនជាមួយនឹងប្រទេសឡាវណាហ្នឹងហើយបងប្អូនខ្ញុំឃើញវីដេអូនឹងហើយខ្ញុំសប្បាយចិត្តហើយគឺបាត់ដូចសៀមទេសៀមរញ៉េរញ៉ៃណាសំបីតែបង្គោលដែលយើងធ្លាប់បោះពីមុនក៏វាវាយបំបាក់ចោលដែរវាយបំបាក់ចោលវាធ្វើបង្គោលថ្មីគឺបង្គោលនឹងគឺឯកតោភាគីធ្វើដោយខ្លួនឯងដោយមិនបានពិភាក្សាឬក៏ឲ្យបានពិតប្រាកដនោះទេអញ្ចឹងបញ្ហារដ្ឋាភិបាលបានបង្កើតភូមិអភិវឌ្ឍដោយសពថ្ងៃយើងឃើញនៅភូមិមួយកន្លែងដែលសម្ដេចលោកបានចុះទៅហៅថាភូមិរងចាំដែលសម្ដេចលោកបានធ្វើផ្ទះជូននៅប្រជាពលរដ្ឋមួយចំនួនដែលគាត់បានបាត់បង់ទីលំនៅដែលសៀមនឹងកំពុងតែកាន់កាប់ប៉ុន្តែសម្ដេចលោកនៅតែបន្តហៅថារកវិធីដំណោះស្រាយដើម្បីទាមទារយកនៅហៅថាផ្ទះឬក៏ដីស្រែចម្ការពីជនជាតិសៀមនឹងឡើងវិញអញ្ចឹងតាមបណ្ដោយព្រំដែនដោយផ្ដល់ដីធ្លីនិងផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកសាលារៀនជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ពនៅរស់នៅទីនោះកាលណាមានប្រជាជនរស់នៅនិងបង្កបង្កើនផលជាក់ស្ដែងភាគីជិតខាងមិនអាចដណ្ដើមឬរំកិលបង្គោលរបងតាមចិត្តបានឡើយចំណុចនេះជាចំណុចសំខាន់សៀមវាឃើញដីខ្មែរយើងទំនេរច្រើនដល់អញ្ចឹងទៅប្រជាពលរដ្ឋរបស់យើងនឹងមានចំនួនតិចមែនតើបើយើងប្រៀបធៀបតិចណាបងប្អូនខ្មែររបស់យើងនឹងគឺតិចជាងវាឆ្ងាយដល់អញ្ចឹងការរស់នៅបងប្អូនប្រជាពលរដ្ឋហ្នឹងគឺដីមានទំនេរច្រើនហើយគ្រួសារខ្លះហ្នឹងមិនដឹងថាយ៉ាងម៉េចទេឥឡូវហ្នឹងគាត់កាត់បន្ថយការយកកូនច្រើនហើយចំណុចបន្តការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនការស្ថាបនាផ្លូវលំនិងផ្លូវកស៊ូកាត់តាមបណ្ដោយព្រំដែនខ្មែរថៃជួយសម្រួលដល់ការល្បាតរបស់កងទ័ពនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលជាកំណត់ព្រំដែនជាក់ស្ដែងយ៉ាងច្បាស់លាស់នេះជាចំណុចសំខាន់ដែលខ្ញុំចង់លើកឡើងហើយចំណុចបន្តទាក់ទងទៅនឹងវិធានការចរចានិងការបោះបង្គោលព្រំដែនទ្វេភាគីទាក់ទងគណៈកម្មាធិការចម្រុះកិច្ចព្រំដែន JBC កម្ពុជានៅតែបន្តជំរុញការចរចាជាមួយថៃតាមរយៈការវាស់វែងនិងបោះបង្គោលព្រំដែនឲ្យបានរួចរាល់ជាស្ថាពរទោះបីជាដំណើរការនេះមានភាពយឺតយ៉ាវដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃក៏ដោយក៏មានបង្គោលព្រំដែនច្បាស់លាស់ដែលទទួលស្គាល់ដោយប្រទេសទាំងពីរគឺជាដំណោះស្រាយបញ្ចប់ជម្លោះដ៏ល្អបំផុតចំណុចបន្តទាក់ទងទៅនឹងការពង្រឹងសមត្ថភាពការពារជាតិសមរភូមិក្រោយការទំនើបកម្មកងយោធាខេមរភូមិន្ទកម្ពុជាបានពង្រឹងសមត្ថភាពកងទ័ពការបំពាក់អាវុធទំនើបនិងប្រព័ន្ធការពារជាតិនៅតាមខ្សែបន្ទាត់ជួរមុខ
ដើម្បីត្រៀមលក្ខណៈការពារខ្លួនជានិច្ចក្នុងករណីមានការរំលោភបំពានណាមួយកើតឡើងជាយថាហេតុប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការតែងតែមានហៅថាសាមគ្គីភាពគ្នាយ៉ាងរឹងមាំលើរឿងការពារទឹកដីដែលនេះជាកម្លាំងចិត្តដែលជាទុនដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការឈរជើងតាំងលើឆាកអន្តរជាតិនៅក្នុងយុគសម័យទំនើបនេះសង្គ្រាមសេដ្ឋកិច្ចនិងការទូតមានឥទ្ធិពលជាងសង្គ្រាមអាវុធការដែលកម្ពុជាពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុងឲ្យកាន់តែខ្លាំងនិងបង្កើតមិត្តភាពនៅលើឆាកអន្តរជាតិឲ្យបានកាន់តែច្រើនគឺជាខែលការពារដល់មានសុវត្ថិភាពបំផុតដើម្បីកុំឲ្យប្រទេសជិតខាងមើលងាយឬរំលោភបំពានបានចំណុចនេះគឺសំខាន់មែនទែនសំណួរចុងបញ្ចប់សំណួរមានបងស្រីម្នាក់គាត់សួរថាហើយអ្វីបានជាសៀមចូលចិត្តទឹកដីខ្មែរទាក់ទងទៅនឹងសៀមចូលចិត្តទឹកដីខ្មែរនេះមិនមែនទៅបឡូវនេះទេមានតាំងពីយូរយារលងណាស់មកហើយដែលសៀមនឹងចង់បានណាស់ហេតុផលដែលនាំឲ្យអាណាចក្រសៀមឬក៏ថៃហ្នឹងមានចំណាប់អារម្មណ៍និងព្យាយាមពង្រឹងឥទ្ធិពលមកលើទឹកដីខ្មែរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នមិនមែនជារឿងចៃដន្យឡើយវាផ្អែកលើកត្តាភូមិសាស្ត្រសេដ្ឋកិច្ចនិងប្រវត្តិសាស្ត្រសំខាន់មានជាច្រើនណាទី1ឧត្តមភាពនៃភូមិសាស្ត្រនិងធនធានធម្មជាតិកម្ពុជាសម្បូរណាស់ហៅថាធនធានដូចជាទាក់ទងទៅនឹងសម្បត្តិធម្មជាតិយើងដឹងហើយរ៉ែក៏មិនខ្វះដែរតាមតំបន់ភ្នំផ្សេងហ្នឹងគឺមានច្រើនណាស់ទឹកដីខ្មែរជាពិសេសតំបន់ជុំវិញបឹងទន្លេសាបនិងភាគខាងលិចដូចជាខេត្តបាត់ដំបងសៀមរាបបន្ទាយមានជ័យគឺជាវាលទំនាបដ៏មានជីវជាតិអំណោយផលខ្លាំងដល់ការធ្វើកសិកម្មនិងដាំដុះស្រូវក្នុងប្រវត្តិសាស្ត្រការគ្រប់គ្រងតំបន់ជង្រុកស្រូវទាំងនេះគឺការក្តោបក្តាប់សន្តិសុខស្បៀងនិងអំណាចសេដ្ឋកិច្ចចំណុចទី2ច្រកចេញចូលសមុទ្រនិងពាណិជ្ជកម្មទឹកដីកម្ពុជាមានឆ្នេរសមុទ្រវែងនិងតំបន់សមុទ្រដែលបច្ចុប្បន្នកំពុងមានជម្លោះតំបន់ត្រួតស៊ីគ្នាឬ OCA អក្សរកាត់ដែលសម្បូរទៅដោយធនធានជលផលហើយអ្វីដែលសំខាន់បំផុតសម្រាប់ពេលបច្ចុប្បន្នគឺប្រេងកាតនិងអូស្មန်ធម្មជាតិមហាសាលនៅបាតសមុទ្រនេះជាទ្រព្យសម្បត្តិដែលប្រទេសណាក៏ប្រាថ្នាចង់បានដែរចំណុចបន្ទាប់កាលពីសម័យដើមជនជាតិសៀមបានកកើតរដ្ឋរបស់ខ្លួនដោយការរំពឹងខ្លួននិងដណ្ដើមទឹកដីអាណាចក្រខ្មែរពួកគេបានទទួលឥទ្ធិពលយ៉ាងជ្រៅពីវប្បធម៌អក្សរសាស្ត្រសិល្បៈរបាំស្ថាបត្យកម្មនិងរបៀបគ្រប់គ្រងរដ្ឋបាលពីខ្មែរសៀមនេះគឺចេះចេញពីខ្មែរមកទេពីមុននោះល្ងងណាស់អត់ចេះអីទេបងប្អូនហ្នឹងហើយគេហៅថាផ្ញើខ្លួនមកលើគេដល់តែយូរទៅវាចេះតែកើនឡើងវាថាវាមានកំណើនកូនចៅវាកើនឡើងច្រើនទៅវា
វាបង្កើតជាកសម្ព័ន្ធមួយហ្នឹងហើយគឺវាយមកលើខ្មែរយើងវិញចំណុចបន្តក្នុងប្រវត្តិសាស្ត្រថៃតែងតែព្រួយបារម្ភពីការរីកចម្រើនរបស់ប្រទេសវៀតណាមគឺអាណាមដូច្នេះពួកគេតែងព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងឬលេបត្របាក់ទឹកដីខ្មែរដើម្បីយកកម្ពុជាធ្វើជាតំបន់ទ្រនាប់ការពារកុំឲ្យកងទ័ពវៀតណាមមកដល់ជិតព្រំដែនផ្ទាល់របស់ពួកគេប្រសិនបើពួកគេអាចគ្រប់គ្រងខ្មែរបានពួកគេនឹងមានសុវត្ថិភាពជាងមុនផ្នែកយោធាដេកចាំទៅអាពើចំណុចបន្តនៅក្នុងប្រទេសកម្ពុជារបស់យើងមានប្រាសាទបុរាណនិងតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរដូចជាប្រាសាទព្រះវិហារឬប្រាសាទបុរាណដទៃទៀតនៅតាមព្រំដែនមិនត្រឹមតែប៉ុណ្ណោះទេមានតម្លៃខាងវិញ្ញាណនិងប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអណ្ដូងរ៉ែមាសផ្នែកទេសចរដែលអាចរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំនេះជាហេតុផលដែលក្រមជាតិនិយមថៃតែងចង់បានការគ្រប់គ្រងមកលើទឹកដីប្រទេសកម្ពុជាយើងឥតឈប់ឈរសរុបសេចក្តីមកសៀមចូលចិត្តទឹកដីខ្មែរព្រោះដីខ្មែរមានគេហៅថាមានជីវជាតិដីខ្មែរមានយុទ្ធសាស្ត្រល្អធនធានសម្បូរនិងមានតម្លៃវប្បធម៌ខ្ពស់ដែលយើងមិនអាចកាត់ថ្លៃបានទោះជាយ៉ាងណាក្នុងសម័យកាលនេះទឹកដីកម្ពុជាត្រូវតែជារបស់កម្ពុជាស្របច្បាប់ហើយការពារទឹកដីមិនមែនធ្វើឡើងតាមរយៈសង្គ្រាមតែមួយមុខនោះទេប៉ុន្តែគឺតាមរយៈការធ្វើឲ្យប្រទេសយើងកាន់តែខ្លាំងពង្រឹងសេដ្ឋកិច្ចចំណេះដឹងនិងសាមគ្គីភាពផ្ទៃក្នុងទើបគ្មាននរណាអាចមកបៀតបៀនបានអញ្ចឹងបងប្អូនខ្មែររបស់យើងគ្មានអ្វីជាងការរួបរวมសាមគ្គីគ្នាទេប្រសិនបើយើងហៅថាបែកបាក់សាមគ្គីគ្នានោះអ្វីនឹងត្រូវបញ្ចប់នោះចោលនឹងអាចទ្រទ្រានមកលើទឹកដីប្រទេសកម្ពុជាយើងបានសំណួរបញ្ចប់មានលោកអ៊ំម្នាក់ដែលគាត់សួរមកលើខ្ញុំដែរហើយសំណួរនេះខ្ញុំនឹងធ្វើការបកស្រាយសំណួរកូនពៅក៏សួរថាតើគួរធ្វើបែបណាដើម្បីទប់ស្កាត់ផ្ទុះសង្គ្រាមលើកទី3កម្ពុជានិងសៀមនៅក្នុងត្រង់ចំណុចនៃសំណួរនេះសំណួរដូចជាក្តៅហើយខ្ញុំក៏នឹងធ្វើការបកស្រាយខ្លះក្តារដែរទាក់ទងទៅនឹងការផ្ទុះសង្គ្រាមលើកទី3នេះតើអាចទេឬក៏យ៉ាងណាមានវីដេអូជាច្រើនណាស់ដែលបានធ្វើការបកស្រាយទៅនឹងការផ្ទុះសង្គ្រាមទី3នេះតើសៀមវាបង្ករឿងបន្តទៀតឬក៏អត់ចំណុចនេះដើម្បីទប់ស្កាត់កុំឲ្យមានការផ្ទុះសង្គ្រាមជាថ្មីរវាងកម្ពុជានិងថៃឬដែលបងប្អូនបានឬក៏បងប្អូនថាបារម្ភថាអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំប្រទេសទាំងពីរត្រូវតែងាកមកប្រើប្រាស់យន្តការសន្តិភាពទំនើបដែលផ្ដោតលើការទូតសេដ្ឋកិច្ចនិងច្បាប់អន្តរជាតិសង្គ្រាមក្នុងយុគសម័យនេះមិនផ្ដល់ចំណេញឲ្យភាគីណាឡើយមានតែខាតបង់ទាំងសងខាងទាក់ទងទៅនឹងវិធានការគន្លឹះដើម្បីបង្ការនិងទប់ស្កាត់ការផ្ទុះអាវុធ
ខ្ញុំលើកឡើងអំពីចំណុចខ្លះដើម្បីបង្ការកុំឲ្យមានការផ្ទុះអាវុធទី1ការរក្សាទំនាក់ទំនងរវាងមេដឹកនាំចំណុចនេះសំខាន់ការរក្សាទំនាក់ទំនងរវាងមេដឹកនាំរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរត្រូវតែមានហៅថាមានខ្សែទូរស័ព្ទណាបន្ទាន់គេហៅថា hotline ជាមួយគ្នានៅពេលមានការយល់ច្រឡំឬការប៉ះទង្គិចតូចតាចនៅព្រំដែនមេដឹកនាំត្រូវតែអាចជជែកគ្នាភ្លាមដើម្បីបញ្ឈប់ការបាញ់បោះកុំឲ្យមានស្ថានភាពរីករាលដាលធំចំណុចបន្តយន្តការទ្វេភាគីបន្តដំណើរការគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន JBC និងគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ OBC ដើម្បីជួបជុំពិភាក្សាគ្នាជាប្រចាំដោយសន្តិវិធីនិងតម្លាភាពចំណុចបន្តការបោះបង្គោលព្រំដែននិងការកំណត់ព្រំដែនទឹកឲ្យច្បាស់លាស់សម្រាប់តំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រដែលសម្បូរប្រេងកាតប្រទេសទាំងពីរគួរតែចរចាបែងចែកផលប្រយោជន៍ឬអភិវឌ្ឍរួមគ្នាដោយសន្តិវិធីជាជាងការប្រជែងដណ្ដើមគ្នាដែលអាចបង្កចំនួនប្រដាប់អាវុធបានភាគីទាំងពីរត្រូវតែគោរពសាលដីការបស់តុលាការអន្តរជាតិ ICJ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ដើម្បីជៀសវាងការបកស្រាយផែនទីតាមអំពើចិត្តចំណុចនេះសៀមនឹងយកតែផែនទីខ្លួនឯងទេរឿងបកស្រាយនឹងឡើងតុលាការអន្តរជាតិនឹងកលិចកលុចណាបងប្អូនហើយចំណុចបន្តកាលណាប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែធំមានការវិនិយោគឆ្លងដែននិងមានលំហូរភ្ញៀវទេសចរទៅវិញទៅមកកាន់តែច្រើននោះការផ្ទុះសង្គ្រាមនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីររលាយដូចគ្នានៅពេលផលប្រយោជន៍សេដ្ឋកិច្ចដកដង្ហើមរួមគ្នានោះរដ្ឋាភិបាលទាំងសងខាងនឹងមិនហ៊ានជ្រើសរើសផ្លូវសង្គ្រាមឡើយក្នុងនាមជាសមាជិកអាស៊ានដូចគ្នាប្រទេសទាំងពីរត្រូវគោរពតាមសន្ធិសញ្ញាមិត្តភាពដូចគ្នាប្រទេសទាំងពីរត្រូវគោរពសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ដែលហាមដាច់ខាតការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយជម្លោះប្រសិនបើមានភាពតានតឹងកម្ពុជាអាចស្នើសុំឲ្យអាស៊ានឬប្រទេសជាមិត្តក្នុងតំបន់ធ្វើជាអ្នកសម្រុះសម្រួលបានជាជាងទូសង្គ្រាមកើតឡើងជារឿយសង្គ្រាមកើតឡើងដោយសារការញុះញង់កំប៉ោងព័ត៌មានឬការប្រើប្រាស់ពាក្យសម្ដីវាយប្រហារគ្នានៅលើបណ្ដាញសង្គមពីសំណាក់ក្រុមជាតិនិយមជ្រុលនៃប្រទេសទាំងពីរអញ្ចឹងមានបងប្អូនខ្លះគាត់បានធ្វើព័ត៌មានធ្វើការបកស្រាយដែរខាងបងប្អូនខ្មែររបស់យើងក៏គាត់ធ្វើការបកស្រាយនៅព័ត៌មានមួយចំនួនខាងសៀមនោះគេធ្វើការបកស្រាយដែរនេះក៏អាចមានការផ្ទុះសង្គ្រាមដែរពាក្យសម្ដីណាពាក្យសម្ដីបាញ់គ្នាទៅវិញទៅមកបាញ់គ្នាទៅវិញទៅមកណាហ្នឹងហើយបងប្អូន
ហើយប្រព័ន្ធផ្សព្វផ្សាយនិងប្រជាពលរដ្ឋត្រូវមានស្មារតីម៉ត់ចត់មិនត្រូវជឿឬចែករំលែកព័ត៌មានដែលបង្កការស្អប់ខ្ពើមនិងគុំគួនគ្នានោះឡើយចុងបញ្ចប់សន្តិភាពយូរអង្វែងគឺកើតចេញពីភាពខ្លាំងខាងសេដ្ឋកិច្ចនិងប្រាជ្ញាការទូតសម្រាប់កម្ពុជាការបង្កើនចំណេះដឹងសាមគ្គីផ្ទៃក្នុងនិងការអភិវឌ្ឍតំបន់ព្រំដែនឲ្យទៅជាតំបន់ពាណិជ្ជកម្មនិងមមាញឹកគឺជាយុទ្ធសាស្ត្រទប់ស្កាត់សង្គ្រាមដ៏មានប្រសិទ្ធភាពនិងមានភាពទូលំទូលាយផងដែរនេះជាវីដេអូមួយដែលខ្ញុំនឹងបានបកស្រាយនៅសំណួររបស់បងប្អូនដែលគាត់បានខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទហើយខ្ញុំបាទក៏បានធ្វើការបកស្រាយអំពីចំណុចខ្លះៗហើយសំណួរចុងក្រោយនេះគឺសំខាន់មានបងប្អូនខ្លះគាត់បានសួរជាសំណួរទាក់ទងទៅនឹងតើសង្គ្រាមផ្ទុះសង្គ្រាមទី3អាចនឹងមានដែរឬទេអញ្ចឹងត្រង់ចំណុចនេះខ្ញុំមិនមែនជាគ្រូទាយឬក៏ហោរាទូទាយទេគ្រាន់តែឲ្យបងប្អូនតាមដានព័ត៌មានឲ្យបានច្បាស់លាស់ជាពិសេសព័ត៌មានសប្តាហ៍ថ្ងៃសម្បូរព័ត៌មានបែបបំផុលคล้ายច្រើនអញ្ចឹងបងប្អូនគួរតែតាមដាននៅព័ត៌មានណាមួយដែលពិតប្រកបដែលព័ត៌មាននោះចេញអំពីក្រសួងការពារជាតិអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចូលរួមចែករំលែកដើម្បីបងប្អូនបានស្ដាប់ហើយខ្ញុំក៏សូមខន្តីអភ័យទោសម្ដងទៀតបើសិនមានការខុសឆ្គងនៅក្នុងត្រង់ចំណុចណាមួយសូមបងប្អូនខន្តីអភ័យទោសខ្ញុំផងដែរជួបខ្ញុំនៅវីដេអូថ្មីបន្តទៅទៀតពីខ្ញុំបាទថនទៅជាសូមអរគុណនិងសូមជម្រាបលា